ខតពាំងឬខជើងជ្រូកតពាំងជាមុខម្ហូបមួយដ៏ពេញនិយមបំផុតតោះមកមើលទាំងអស់គ្នាជាដំបូងគឺខ្ញុំដាក់ទឹកនៅក្នុងឆ្នាំងហើយបន្ទាប់មកខ្ញុំដាក់ទឹកនៅលើភ្លើងដាក់ឆ្នាំងទឹកនៅលើភ្លើងបើកភ្លើងហើយខ្ញុំយកត្រពាំងរបស់ខ្ញុំមកមើលហើយបន្ទាប់មកខ្ញុំដាក់វាចូលទៅក្នុងឆ្នាំងដាក់ចូលម្ដងបន្តិចម្ដងបន្តិចរួចរាល់ហើយខ្ញុំក៏ធ្វើការចាក់ទឹកចូលនៅក្នុងឆ្នាំងដែលមានត្រពាំងហ្នឹងហើយខ្ញុំគ្របបន្ទាប់ពីគ្របរួចរាល់ហើយខ្ញុំមកបើកទឹកដាក់ចានកឋុនជ័រហើយចាក់ជើងជ្រូកដែលខ្ញុំបានកាប់រួចរាល់ហ្នឹងចូលទៅក្នុងទឹកនោះដើម្បីលាងជើងជ្រូករបស់ខ្ញុំគឺខ្ញុំកាប់ទុករួចរាល់ហើយដាក់ចូលទូទឹកកកឥឡូវនេះវាអត់ទាន់ទន់ល្អទេវានៅរឹងទឹកកកខ្ញុំយកមកហើយខ្ញុំធ្វើការច្របាច់លាងវាចុះឡើងហើយខ្ញុំធ្វើការស្រង់វាដាក់ចូលក្នុងកញ្ឆែងហើយខ្ញុំបើកទឹកវាដើម្បីលាងបន្ថែមទៀតបន្ទាប់ពីខ្ញុំបើកទឹកលាងសម្អាតវាហើយខ្ញុំបន្តលាងសម្អាតវាឲ្យស្អាតល្អខ្ញុំច្របាច់ចុះច្របាច់ឡើងឥឡូវនេះជើងជ្រូករបស់ខ្ញុំបានលាងរួចរាល់ខ្ញុំបានទុកវាមួយឡែកសិនហើយខ្ញុំបានយកជ្រុញមកយកកាំបិតដាក់មកលើតុបន្ទាប់មកខ្ញុំយកខ្ទឹមស3កំពឹសយកមកដំវាឲ្យបែកទៅដំវាឲ្យបែកទាំង3កំពឹសហ្នឹងហើយធ្វើការបកសម្បកខ្ទឹមសរបស់ខ្ញុំចេញបន្ទាប់ពីខ្ញុំបកខ្ទឹមសរបស់ខ្ញុំរួចរាល់ហើយខ្ញុំធ្វើការចិញ្ច្រាំវាដើម្បីទុករំលីងជាមួយនឹងស្ករត្នោតនៅពេលដែលខ្ញុំចិញ្ច្រាំខ្ទឹមសរួចរាល់ហើយខ្ញុំបានដាក់ឆ្នាំងលើភ្លើងខ្ញុំយកជើងជ្រូករបស់ខ្ញុំមករំលីងជើងជ្រូកសិនជាទម្លាប់គឺជើងជ្រូកតែងតែមានក្លិនមិនល្អនោះទេអញ្ចឹងដើម្បីធ្វើឲ្យខជើងជ្រូកជាមួយត្រពាំងមានរសជាតិឆ្ងាញ់ខ្ញុំធ្វើការកូរអាជើងជ្រូកនោះនៅក្នុងឆ្នាំងទទេដើម្បីឲ្យវាដាច់គេហៅដាច់ទឹកព្រៃបន្ទាប់ពីខ្ញុំកូរបានមួយសន្ទុះជើងជ្រូករបស់ខ្ញុំប្រែពណ៌យ៉ាងក្រៀមខ្ញុំក៏ធ្វើការដួសចេញដាក់ក្នុងកញ្ច្រែងទុកមួយឡែកពេលដែលយើងដួសវាឲ្យស្អាតល្អហើយយើងនឹងយកវាទុកមួយឡែកសិនបន្ទាប់មកនេះខ្ញុំបានមើលត្រពាំងដែលខ្ញុំបានស្ងោរត្រពាំងក្រៀមមុនយកមកស្លឬក៏ខខ្ញុំត្រូវការរំងាស់វាឲ្យវាចេញទឹកឲ្យអស់ហើយបន្ទាប់ពីខ្ញុំរំងាស់ត្រពាំងទុកចោលហើយខ្ញុំមកធ្វើការកូរស្ករនេះគឺជាស្ករត្នោតដែលយើងដាក់វាម៉ាច់ល្មមហើយយើងធ្វើការកូរចុះកូរឡើងឲ្យវាឡើងគេហៅឡើងពងក្រាំងយើងថែមស្ករបន្តិចទៀតឲ្យវាច្រើនព្រោះដោយសារជើងជ្រូកវាហៀងច្រើនដែរហើយត្រពាំងក៏ច្រើនដែរអញ្ចឹងធ្វើការកូរស្ករបន្ថែមកូរចុះកូរឡើងឲ្យវាឡើងជាជើងក្រាំងឥឡូវខ្ញុំចាក់ខ្ទឹមសចូលហើយខ្ញុំធ្វើការកូរវាបន្តិចចុះឡើងហើយខ្ញុំដាក់ទឹកត្រីចូលរាងច្រើនបន្តិចហើយខ្ញុំធ្វើការកូរចុះកូរឡើងឲ្យវាឡើងពពុះល្អហើយខ្ញុំបានចាក់ឥឡូវនេះខ្ញុំយកជើងជ្រូករបស់ខ្ញុំមកយកចូលកូរហើយខ្ញុំកូរចុះកូរឡើងត្រឡប់ទៅត្រឡប់មកដើម្បីឲ្យជើងជ្រូករបស់យើងមានពណ៌ក្រហមល្អចឹងយើងកូរត្រឡប់ចុះត្រឡប់ឡើងទៅកូរចុះកូរឡើងហើយវានេះយើងលើកក្លុកថែមទៀតយើងលើកក្លុកលើកជើងជ្រូករបស់យើងហ្នឹងក្លុកចុះក្លុកឡើងឲ្យវាចូលសព្វល្អហើយយើងមកមើលត្រពាំងរបស់យើងគឺយើងលើកវាចេញពីភ្លើងហើយយើងបើកទឹកត្រជាក់ចូលក្នុងត្រពាំងហ្នឹងបន្ទាប់ពីយើងបើកឲ្យត្រជាក់ហើយយើងធ្វើការចាក់ទឹកនឹងចេញហើយយើងបើកទឹកត្រជាក់ចូលម្ដងទៀតយើងយកវែកមកកូរចុះឡើងហើយយើងធ្វើការស្រង់ត្រពាំងនេះត្រូវការលាងវា2 3ទឹកទៀតដើម្បីកុំឲ្យវាមានជាតិខាបើយើងអត់លាងទឹកសម្អាតវាហើយនឹងរំងាស់វាល្អទេវាអាចនឹងខាបន្ទាប់ពីយើងលាងហើយរួចរាល់យើងស្រង់វាចេញមកមើលខរបស់យើងគឺពុះល្អណាស់ខ្ញុំថែមទឹកមួយកែវបន្ទាប់មកខ្ញុំកូរវាទៀតអត់ទាន់ហ៊ានថែមទឹកច្រើនទេខ្ញុំថែមម្ដងមួយកែវហើយខ្ញុំកូរត្រឡប់ចុះឡើងហើយឥឡូវនេះខរបស់ខ្ញុំបានពុះហើយបន្ទាប់ពីខពុះហើយខ្ញុំធ្វើការថែមរ៉ូឌីអំបិលរ៉ូឌីមួយកូនស្លាបព្រាហើយខ្ញុំថែមប៊ីចេងបន្តិចទៀតទេស្ករអត់ថែមទេព្រោះស្ករវាមានជាតិផ្អែមនៅពេលដែលយើងកូររំលីងស្ករដំបូងនោះរួចរាល់ហើយចឹងអត់ត្រូវប្រើស្ករទេប្រើតែរ៉ូឌីបន្តិចហើយនឹងប៊ីចេងបន្តិចទេហើយខ្ញុំគ្របវាទុកបន្ទុះវាពុះខូចល្អហើយខ្ញុំបើកគម្របចេញបន្ទាប់ខ្ញុំបើកគម្របចេញខ្ញុំយកវែកមកកូរចុះឡើងទៀតខជើងជ្រូកនេះចាប់ផ្ដើមមានប្រែពណ៌ទៅរាងក្រហមព្រឿងល្អហើយគឺយើងនៅបន្តបើកភ្លើងរំងាស់វាទៀតដោយសារខជើងជ្រូកនេះធំអញ្ចឹងខ្ញុំថែមទឹកមួយកែវទៀតដើម្បីរំងាស់វាថែមទឹក2កែវមួយកែវ3កែវថែម3កែវដើម្បីគ្របតោះមកយើងកូរវាបន្តិចហើយខ្ញុំធ្វើការគ្របវាទៀតគ្របវាហើយខ្ញុំបើកភ្លើងរំងាស់វា
តើវារងាស់វាពុះហើយខ្ញុំបើកវាមើលទៀតបើកមើលហើយរសជាតិវាល្មមហើយខ្ញុំចាក់តាពាំងចូលតាពាំងពេលចាក់ហើយក៏អត់ទាន់ឆ្អិនដែរខ្ញុំត្រូវរងាស់តាពាំងនឹងទៀតព្រោះវាជាតាប្រភេទតាពាំងក្រៀមអញ្ចឹងវាអាចមានរសជាតិខាអញ្ចឹងខ្ញុំត្រូវខារងាស់វាទៀតខ្ញុំថែមទឹកថែមទៀតថែមទឹកហើយកូរវាបន្តិចដើម្បីឲ្យតាពាំងនឹងធ្លាក់ទៅក្រោមទៅដល់ពេលយើងច្របល់ឈុំហើយយើងគ្របវាឥឡូវនេះខរបស់យើងក៏បានរួចរាល់ហើយសាច់ជ្រូកខជើងជ្រូកខជាមួយតាពាំងក្រៀមរួចរាល់